ស្ដីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានស័ង្កសីចំនួន2ប្រភេទដែលមានទំហំខ្នាតឃ្លីដូចគ្នាហើយអ្នកទាំងអស់គ្នាក៏មិនអាចដឹងបាននោះទេថាស័ង្កសីណាមានគុណភាពល្អជាងនិងអាចការពារការឡើងជ្រេះបានយូរអង្វែងជាងដោយគ្រាន់តែយកដៃទៅស្ទាបឬក៏មើលនឹងភ្នែកទទេបាននោះទេវិធីសាស្ត្រតែម្យ៉ាងប៉ុណ្ណោះគឺការធ្វើទេដោយអ្នកជំនាញអមជាមួយនឹងម៉ាស៊ីនទំនើបនៅក្នុងមន្ទីរពិសោធន៍ដំបូងយើងត្រូវកាត់ស័ង្កសី ISI ផាមញោមចិត្តនិងស័ង្កសីដទៃទៀតទំហំ100 × 100 មីលីម៉ែត្រដើម្បីធ្វើតេស្តរកទម្ងន់សារធាតុស្រោបយើងត្រូវយកស័ង្កសីទាំងពីរទៅថ្លឹងរកទម្ងន់ដើមជាមុនសិនបន្ទាប់មកដាក់បន្ទះស័ង្កសីទាំងពីរនៅក្នុងទឹកអាស៊ីត HCl ដើម្បីរំលាយសារធាតុស្រោបបន្ទាប់ពីធ្វើតេស្តរួចយើងឃើញថាស័ង្កសី ISI ផាមញោមចិត្តមានសារធាតុស្រោបក្រាស់ជាងនិងត្រឹមត្រូវទៅតាមស្តង់ដារពិតប្រាកដមែនផ្ទុយទៅវិញស័ង្កសីដទៃទៀតគឺមានសារធាតុស្រោបតិចមិនត្រូវទៅតាមស្តង់ដារនោះទេខណៈពេលនេះអ្នកទាំងអស់គ្នាដឹងហើយមែនទេថាស័ង្កសីទាំងពីរនេះគឺមានគុណភាពមិនដូចគ្នានោះទេស័ង្កសីដែលមានសារធាតុស្រោបកាន់តែច្រើនមានន័យថាការការពារនៃការឡើងជ្រេះក៏បានយូរអង្វែងជាងដូច្នេះហើយប្រសិនបើលោកអ្នកទាំងអស់គ្នាចង់បាននៅស័ង្កសីដែលមានគុណភាពខ្ពស់ផលិតតាមស្តង់ដារត្រឹមត្រូវកុំភ្លេចជ្រើសរើសនៅផលិតផលស័ង្កសី ISI ផាមញោមចិត្តដែលមានលក់នៅដេប៉ូដែកនិងស័ង្កសីដែលនៅជិតផ្ទះរបស់លោកអ្នកហើយដើម្បីផ្ដល់នូវទំនុកចិត្តទៅកាន់អតិថិជនទាំងអស់គ្នារាល់ការជាងនៅផលិតផលស័ង្កសីផាមញោមចិត្តក្រុមហ៊ុនក៏មានធានារហូតដល់10ឆ្នាំទៅលើការជ្រេះធ្លុះផងដែរជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា